នៅខាងមុខខ្ញុំបន្ទាប់ពីភ្លើងស្តុបហ្នឹងទៅហ្នឹងទីប្រជុំជននៅទីក្រុងឡូហើយហ្នឹងហើយมันជាឆ្ងាយពីផ្ទះខ្ញុំឯងតែភាគច្រើនខ្ញុំមកពីហាត់ប្រាណអញ្ចឹងខ្ញុំបើកផ្លូវហ្នឹងជាប្រចាំហើយផ្លូវហ្នឹងក៏ជាផ្លូវគ្រួសារខ្ញុំគាត់ចេញទៅធ្វើការដែរគាត់បើកតាមផ្លូវហ្នឹងដែរធម្មតារយៈពេលដែលខ្ញុំធ្វើការជាង20ឆ្នាំនៅសហរដ្ឋអាមេរិកហ្នឹងគឺខ្ញុំតែងតែបើកផ្លូវហ្នឹងដែរអញ្ចឹងផ្លូវហ្នឹងវាដូចជាផ្លូវនៅភ្នំពេញយើងបើកកាត់មានឯករាជ្យអញ្ចឹងខ្ញុំស្គាល់ផ្លូវហ្នឹងច្បាស់ជាងនៅស្រុកខ្មែរបើឲ្យខ្ញុំនៅស្រុកខ្មែរแล้วចេញពីផ្សារតប៉ាងមកមានឯករាជ្យឬក៏ចេញពីច្បារអំពៅមកផ្ទះខ្ញុំពេលខ្លះខ្ញុំរកផ្ទះអត់ឃើញទេដោយសារអីដោយសារខ្ញុំនៅស្រុកអាមេរិកច្រើនជាងស្រុកខ្មែរបាទខ្ញុំនៅស្រុកអាមេរិកច្រើនជាងស្រុកខ្មែរនៅស្រុកថៃក៏ច្រើនជាងដែរនៅ10ឆ្នាំជាងនៅនេះ20ឆ្នាំ30ឆ្នាំទៅនៅស្រុកចិនហើយនៅពីទៅពីច្រើនអញ្ចឹងការរស់នៅរបស់ខ្ញុំនោះតិចតួចណាស់សម្រាប់នេះហើយការនៅលោកសង្ឃក៏នៅជាលោកសង្ឃក៏នៅស្រុកខ្មែរដែរបាទនៅខាងមុខនេះទៀតឃើញស្អីគេ Cambodia Town បាទគេមានរូបដាក់រូបបដិញព្រះដាក់រូបស្អីគេព្រំដាក់រូបព្រំមួយនៅហ្នឹងឯងហ្នឹងដាក់រូបព្រំហើយយើងឃើញរូបព្រំហ្នឹងគឺតំណាងឲ្យទីក្រុងCambodia Town យើងហ្នឹងឯងឃើញទេបងប្អូនឃើញទេចូលខ្ញុំបើកយឺតទៅឃើញនេះឃើញរូបមានរូបព្រំនៅខាងឆ្វេងដៃខ្ញុំឯងហ្នឹងហើយ Cambodia Town ហើយមកខាងឆ្វេងខាងស្ដាំសិតតែកន្លែងខ្មែរយើងលេងបាល់ទះលេងប៊ូលេងអីចឹងទៅណាហ្នឹងហើយអត់មានអីទេមានតែប៉ុណ្្នឹងឯងទីក្រុងឡូនោះនិយាយទៅវាអត់មានអីឲ្យគឺហាដូចយើងនៅស្រុកខ្មែរទេនិយាយការពិតទៅណាយើងទៅភាពស្រុកខ្មែរវាមិនសុបាយដូចស្រុកខ្មែរទេថានៅស្រុកនេះមានឱកាសធ្វើការងារមានកន្លែងធ្វើការងារបានថ្លៃក៏ប៉ុន្តែការចំណាយក៏វាថ្លៃទៅតាមនឹងដែរវាមិនមែនថាអូនៅកន្លែងនឹងថោកអីយើងចាយលុយថោកទេមិនមែនទេមិនអញ្ចឹងទេអាហ្នឹងគឺថ្លៃដូចគ្នាបងប្អូនព្រោះធម្មតាតែកាលណាយើងនៅប្រទេសថ្លៃចាយរបស់ថ្លៃធ្វើការបានថ្លៃនឹងជារឿងធម្មតាហើយនេះបត់ស្ដាំហ្នឹងគេហៅ School Street បត់ឆ្វេងក៏ School Street ទៅត្រង់គេហៅ Medici Street ទៅត្រង់ព្រោះផ្ទះខ្ញុំនៅ Foster Street អញ្ចឹងទៅតាមផ្លូវហ្នឹងទៅបានខ្ញុំទៅបត់នៅមុខបាទរយៈពេលរស់នៅស្រុកនេះគឺតែងតែនឹកដល់ស្រុកកណ្ដាលយើងអញ្ចឹងបងប្អូនធម្មតាយើងចាស់ទៅយើងដឹងហើយមិនថាអ្នកណាមិនថាខ្ញុំថាគេទេណាតែងតែនឹកឃើញឡានប៉ូលីសក៏ចំពីក្រោយហ្នឹងណាប៉ូលីសទៅតាមធម្មតាប៉ូលីសតាមអ្នកផ្សេងស្វាតាមខ្ញុំព្រោះស្រុកនេះខ្លាចជាងគេគឺប៉ូលីសនឹងឯងកាលណាយើងធ្វើអីខុសយើងតិចតួចមែនក៏ប៉ុន្តែចំណាទៅរឿងអីផ្សេងទៅវាចិត្តតែចោលយើងថាចេះខាងចោះទៅបងប្អូនធម្មតាយើងនៅស្រុកគេអញ្ចឹងយើងត្រូវប្រយ័ត្នទៅណាកុំឲ្យធ្វើខុសច្បាប់ព្រោះកាលណាតែខុសហើយវាមិនស្រួលទេយើងឥឡូវនេះច្បាប់ទម្លាប់តឹងស្អីទីឡើងបញ្ជូនទៅស្រុកខ្មែរស្អីទីឡើងបញ្ជូនទៅស្រុកខ្មែរជាទំនៀមទម្លាប់มันគឺមិនដឹងយ៉ាងម៉េចទេឥឡូវនេះគេបដូរគេច្រើនបាទអញ្ចឹងបានថាពេល stop យើងត្រូវយើងឈប់ព្រោះពីយើងឈប់ហើយអញ្ចឹងនៅកន្លែង stop sign យើងត្រូវរាប់1 2 3បាទយើងចេញឡានទៅទៀតអានេះធ្លាប់ដែលឃើញគេដែលមានបញ្ហាប៉ូលីសឡើងខួតទៅតុលាការឡើងអីយើងអត់ឈប់ stop អញ្ចឹងមានមិត្តភក្តិខ្ញុំទេគេប្រាប់ហើយដល់ខ្ញុំសួរទៅគេពេលឡើងខួតឡើងតុលាការឡើងអីចឹងទៅគឺតុលាការគេសួរថាឯង stop sign នេះកន្លែងសញ្ញា stop sign នោះឯងឈប់រយៈពេលប្រហែលថានៅពេលដែលគេឈប់ជន់ប្រាំងឈប់កង់ឈប់នឹងហើយនឹងគេរាប់1 2 3ក្រោយពីគេរាប់1 2 3ហើយបានគេចេញទៅទៀតហើយមុន1 2 3ហ្នឹងគឺស្រុកនេះឡានណាមកដល់មុនកន្លែង stop sign អានឹងទៅមុនឬក៏មានករណីលើកលែងខ្លះដែរដូចជាភ្លោះគ្នាអញ្ចឹងអត់មានណាបត់ឆ្វេងបត់ស្ដាំយើងស្រួលទេគាត់តែយើងត្រូវតែឈប់កង់ឲ្យនឹងអញ្ចឹងដែរណាមិនអាងថាអត់មានណាអញ្ចឹងលេងតាមតាណាមែនទេអត់បានទេ
ban đại khát ba của bắp nó sống đi tầng tay na bắp ấy cho nên dương phải tới đâu bây giờ miền Tây hai tới miền Bắc Srul nhưng trong vậy bà bom bồn thay dương miền Bắc Srul là mình Srul miền này thay dạng mà tới với thưa ơi bắp bò đó bắp từ lọp sọc kế hay thưa ơi dương nắng luôn lâu đời khó bắp hay là lớn xây cái đó khi ăn ấy khi bị chun dương từ sọc mai ăn khi bị chun dương từ sọc mai năng kinh chẳng thì rồi chân tới với nó bằng miền Tây hà rồi dương chân tiếc trong còn là đẹp tha vô đó dương còn mọi thứ ở khó bắp từ lọp nó sọc kế còn mọi khó thì dương khó tới mình xuống sọc Americ sập haiនេះក្នុងរដូវកាលនេះគឺដើមឈើប្រងព្រាតពណ៌ខៀវបាទมันជារីស្ងួតអីដូចថាសក់ក្រោះអីទេគឺថាវាពណ៌ខៀវស្ងាត់តំណាំខ្ញុំដាំនោះរយៈពេលដូចជាដាំខ្ញុំដាំតែពីខែចុងខែ4ថ្ងៃទី20ខែ4បើងក់អស់លីដាំទៀតទៅចិត្តងក់អស់លីដាំទៀតទៅដាំឡើងប្រហែលសាអីទេដោយសារអីដោយសារតែយើងហ្នឹងដាំលះដាំពេកអញ្ចឹងខាងដៃឆ្វេងដៃនេះផ្ទះបងអូនស្រីខ្ញុំបងអូនស្រីឈ្មោះអូននឹងប្តីគេឈ្មោះមើលហើយផ្ទះខ្ញុំនេះគឺដល់ថងកន្លែង Foster Street ហ្នឹងបត់ស្ដាំនេះគេ stop sign មានគេថា stop always ហ្នឹងមានន័យថាគ្រប់ពេលវេលាយើងត្រូវតែឈប់អញ្ចឹងហើយយើងរាប់1 2 3ហើយបានយើងទៅទៀតនេះខ្ញុំទៅហួសផ្ទះមកផ្លែតដោយសារអីដោយសារខ្ញុំចង់ទៅមើលផ្ទះដែលនៅទល់មុខខ្ញុំហ្នឹងខាងក្រោយផ្ទះខ្ញុំហ្នឹងខាងនៅ Sally Street ហ្នឹងដើមឈើវារៀងត្រេតហើយខ្ញុំបានប្រាប់គេព្រឹកមិញឲ្យគេកាប់អីចឹងទៅណាព្រោះខ្មែរដូចគ្នាបងប្អូនខ្មែរដូចគ្នាស្រុកខ្មែរទាំងអស់គ្រូផ្ទះខ្ញុំហ្នឹងក៏ខ្មែរផ្ទះខ្មែរ2ជាប់គ្នាហ្នឹងហើយនេះផ្លូវសេលេសនេះខ្មែរយើងហៅសេស្ដើងហ្នឹងហើយឬក៏សេតូចឬក៏សេព្រមអញ្ចឹងទៅឧទាហរណ៍លេសវាទូចជាងបាទនេះឃើញផ្ទះខ្ញុំនៅផ្ទះគេនេះផ្ទះខ្ញុំនៅចំផ្ទះគេខាងនេះបាទនេះហួសហើយហួសផ្ទះខ្ញុំនៅក្រោយនោះបាទវាម្ដុំទៅនេះសិតតែផ្ទះខ្មែរហើយផ្ទះខ្មែរច្រើនណាស់នៅម្ដុំនេះហ្នឹងហើយវាចឹងឯងធ្វើម៉េចបើយើងនៅទីក្រុងស្ពោពេញទៅដោយខ្មែរបើយើងស្នាក់ថាំងអាងមកនៅអាមេរិកចង់នៅចិត្តខ្មែរទេយើងនៅស្រុកយើងទៅនៅស្រុកអាណាដែលកុំឲ្យមានខ្មែរទៅបើយើងប្រកាន់ថាខ្មែរហ្នឹងវាចុះតែសម្រាប់ខ្ញុំខ្មែរនៅតែមានមោទនភាពជានិច្ចគឺមានទង់ជាតិបាវចនាជាតិសាសនាព្រះមហាក្សត្រអីចឹងទៅអានោះធម្មតាព្រោះយើងខ្មែរធ្វើម៉េចយើងមិនគ្រប់ខ្មែរយើងមិនទទួលស្គាល់ជាតិខ្មែរយើងទៅនៅតណាតណៃទៅជាពិសេសទៅនៅកន្លែងភូមិនឹងគេភូមិមួយភូមិហ្នឹងគឺថាតចូលនិព្វានបងប្អូនណាចង់ចូលនិព្វានចូលទៅខ្ញុំអត់តន់ចង់ចូលទេហេតុអីចូលនិព្វានហ្នឹងអត់សុបាយអត់មានកាហ្វេផឹកអីដូចយើងចង់ទៅ Starbucks អីអត់មានទេណាបងប្អូននិព្វានហ្នឹងគឺស្ងាត់ជាងងលីសូតគេធ្ងោអញ្ចឹងទៅណាចិត្តដាច់ខ្យល់អីចាំមកចូលនិព្វានតតែសម្រាប់ខ្ញុំចូលចិត្តប្រាថ្នាចូលនិព្វាននេះប៉ាំងអីទេខ្ញុំមិនប្រាថ្នាទេខ្ញុំនិយាយត្រង់ប្រាថ្នាទេនេះរឿងពិតណាអូខេឥឡូវយើងបត់ចូល Foster Street ដែរចូលផ្ទះខ្ញុំផ្ទះខ្ញុំនៅខាងស្ដាំដៃមានកន្លែង store pizza ខាងឆ្វេងដៃមានផ្សារ market គេបាទផ្សារ market គេនេះទៅផ្ទះខ្ញុំនៅចេញមកបាទជិតដល់ហើយហើយជា1នាទីទៀតដល់ឡា1នាទីទៀតអញ្ចឹងក្នុងវីដេអូខ្ញុំហ្នឹងគឺបាន10នាទីអរគុណសម្រាប់បងប្អូនដែលតាមដានទេសនាវីដេអូខ្ញុំផុសលេងឯងមិនផុសយកលុយយកកាយទេផុសលេងគាត់ឲ្យដឹងថាជីវិតប្រចាំថ្ងៃរបស់ខ្ញុំពីថ្ងៃណាទៅដល់ថ្ងៃណាខ្ញុំនៅណាហើយខ្ញុំធ្វើអីខ្លះហើយឲ្យបងប្អូនដឹងបើបងប្អូនថាទៅអាមេរិកបាត់ឈឹងអីគាត់ឯងនេះយ៉ាប់ហ្មងហើយអូខេតែប៉ុណ្្នឹងឯងបាទអរគុណជម្រាបលា